ពន្លឺពណ៌ក្រហមបានជិះចេញពីទ្រូងរបស់ Adam ខណៈដែលគាត់កំពុងដកដង្ហើមធំ Adam បានងើបមុខឡើងសម្លឹងមើលទៅមុខទាំងក្តីបារម្ភព្រះនាងអាបធ្មប់ Sorceress ដែលមានពន្លឺពណ៌ជុំវិញបានលេចខ្លួនឡើងនិងញឹម Skeletor បានដើរចូលមកក្នុងបន្ទប់រួច Adam បានដាក់ដៃលើដាវដែលកំពុងមានពន្លឺកំទេចថ្មនៅលើឥដ្ឋបានចាប់ផ្ដើមរំញ័រនិងហោះឡើងលើអាកាស Adam បានក្រោកឈរឡើងកាន់ដាវវេទមន្តដែលកំពុងបញ្ចេញពន្លឺយ៉ាងខ្លាំងប្រាសាទ Grayskull បានបញ្ចេញធ្នឹមពន្លឺពណ៌ខៀវដ៏ធំមួយឡើងទៅលើមេឃ Adam បានផ្លាស់ប្ដូររូបរាងទៅជា He-Man ដ៏មានអំណាច He-Man បានស៊ុបដាវចូលទៅក្នុងស្រោមនៅពីក្រោយខ្នងរបស់គាត់ Teela និង Evelyn កំពុងឈរមើលការប្រឈមមុខគ្នារវាង He-Man និង Skeletor ដើរជុំវិញ He-Man ទាំងនិយាយឌឺដងនិងសើចចំអក He-Man បានស្ទុះទៅវាយប្រហារ Skeletor ប៉ុន្តែត្រូវបាន Skeletor បាញ់ថាមពលវេទមន្តដួលទៅក្រោយ Skeletor បានដើរចូលទៅជិត He-Man ទាំងមានប្រៀប He-Man បានក្រោកឡើងវាយតបវិញដោយកណ្ដាប់ដៃចំមុខនិងពោះរបស់ Skeletor ជាច្រើនដៃ Evelyn បានដើរឡើងតាមកាំជណ្ដើរចាក់ចេញខណៈដែល Skeletor ខឹងសម្បាយ៉ាងខ្លាំង Skeletor បានប្រើថាមពលវេទមន្តដ៏ខ្លាំងក្លាបាញ់ទៅលើ He-Man ម្ដងទៀត He-Man បានដួលលុតជង្គង់ចុះទៅលើដីទាំងការលំបាកនិងព្យាយាមក្រោកឈរឡើងវិញ Teela បានសម្លឹងមើលទៅ He-Man ទាំងក្តីសង្ឃឹមហើយ Manatoms ក៏បានដើរចូលមក He-Man, Teela និង Manatoms បានដើរចេញទៅក្រៅជាមួយ Battle Cat ទិដ្ឋភាពបានបង្ហាញពីសត្វបក្សីហោះកាត់ទីក្រុងដ៏ធំល្វឹងល្វើយនិងស្ពានប្រាសាទដែលមានមនុស្សកកុញ តួអង្គ Ram-Man កំពុងសើចសប្បាយរីករាយខណៈពេលដែលសត្វខ្លាទេព Battle Cat ដើរកាត់ខាងក្រោយ He-Man Prince Adam ឈរមើលទេសភាពពីលើស្ពានរួចងាកមកសម្លឹងមើល Manatoms និយាយទៅកាន់ Prince Adam ដោយទឹកមុខមើងម៉ាត់រួចងាកទៅរក Teela Prince Adam, Teela និង Manatoms ដើរជាមួយគ្នានៅលើស្ពាននៃព្រះរាជវាំងដ៏ស្អាតប្លែកភ្នែកក្រុមអ្នកការពារកំពុងឈរជែកគ្នាខណៈដែល Prince Adam និង Teela សម្លឹងមើលទៅពួកគេ Manatoms និង Teela និយាយគ្នាជាមួយ Prince Adam អំពីស្ថានភាពចំពោះមុខ Prince Adam ឈរអបដៃសម្លឹងមើលមនុស្សយន្តដ៏ធំម្នាក់ដែលកំពុងតែធ្វើចលនា Prince Adam មកក្បាលយកស្របហើយបង្ហាញស្នាមញញឹមប្រកបដោយទំនុកចិត្តតួអង្គវ័យក្មេងម្នាក់និយាយរៀបរាប់យ៉ាងរស់រវើកទៅកាន់ក្រុមអ្នកចម្បាំងផ្សេងទៀតរួមមាន Festo និង Mechanic មនុស្សយន្តការពារខ្លួនធំសម្បើមបានបើកភ្នែកពន្លឺពណ៌លឿងរបស់វាឡើង Teela ញឹមយ៉ាងស្រទន់ខណៈដែលសត្វខ្លា Battle Cat ក្រហមឡើងយ៉ាងអង់អាច Prince Adam រត់យ៉ាងលឿនតម្រង់ទៅកាន់ខ្លោងទ្វារព្រះរាជវាំងដោយមាន Battle Cat រត់តាមពីក្រោយ Manatoms, Festo និងអ្នកដទៃទៀតមើលតាមពីក្រោយដោយក្តីសង្ឃឹម Teela ញឹមដោយមោទនភាពខណៈពេលដែលក្រុមវីរជនទាំងអស់ឈរមើលទៅមុខប្រាសាទទលីក្បាល Castle Grayskull He-Man ជិះលើក្នុងសត្វខ្លា Battle Cat ហើយលើកដាវវេទមន្តឡើងទៅលើមេឃចំពេលថ្ងៃលិចយ៉ាងត្រចះត្រចង់ចំណងជើងភាពយន្ត Masters of the Universe បង្ហាញឡើងយ៉ាងធំនិងមានពន្លឺចែងចាំង Orko មេធ្មប់តូចហោះហើរនិងប្រើវេទមន្តបង្ហាញដៃរបស់គេទៅកាន់អ្នកភូមិនៅក្នុងទីក្រុងផ្ទាំងទស្សនីយភាពផ្លាស់ប្ដូរទៅជាស្រមោលក្រាហ្វិកបង្ហាញពីវីរជនឈរនៅលើពងខ្ពស់ព្រមទាំងឈ្មោះអ្នកដឹកនាំផលិត Devon Franklin ស្រមោលក្រាហ្វិកបង្ហាញពីក្រុមវីរជនលើកទង់ជ័យដែលមានពាក្យថា We have the power រួមជាមួយឈ្មោះអ្នកកាត់ Paul Vogel រូបភាពស្រមោលរបស់ Teela ឈរក្បែរសត្វសេះមានស្នែង Unicorn នៅក្រោមមេឃផ្កាយនិងឈ្មោះផលិតករផ្នែក Visual Effects Regiments រូបភាពបង្ហាញពីការហុចសត្វខ្លាតូចមួយទៅកាន់កុមារនិងឈ្មោះអ្នកជ្រើសរើសតួអង្គ Denise Chamian ស្រមោលស្ដេច Randall ពាក់មកុដរីកលេចឡើងយ៉ាងរហ័សព្រមទាំងមានឈ្មោះតារាសម្ដែង James Purfoy ពន្លឺឡាសេពណ៌ស្វាយនិងបៃតងជះកាត់បំបែកភាពងឹតបង្ហាញពីឈ្មោះរបស់ Idris Elba ក្រុមវីរជនទាំងអស់លើកអាវុធឡើងរួមគ្នាជាធ្លុងមួយប្រឆាំងនឹងស្រមោលអាក្រក់របស់ Skeletor នៅខាងក្រោយនិមិត្តសញ្ញាផ្លូវការ Masters of the Universe ត្រឡប់មកវាយលុកលើអេក្រង់ម្ដងទៀតយ៉ាងអស្ចារ្យ Manatoms និង Teela ឈរមើលទៅផ្ទៃបឹងដ៏ធំល្វឹងល្វើយពីលើរបងព្រះរាជវាំងរួចមានពន្លឺវេទមន្តពណ៌ខៀវឆាបឆេះឡើងបង្កើតជាទម្រង់អាវុធដ៏មានអំណាច